នៅក្នុងក្បួនហុងស៊ុយបាននិយាយថាបន្ទប់ទឹកដែលមានលក្ខណៈពិសេសជាឃ្លាំងទ្រព្យជាហប៉ៅលុយជាកុងធនាគារនោះមានលក្ខណៈដូចនេះបានទី1ទីតាំងបន្ទប់ទឹកទីតាំងបន្ទប់ទឹកត្រូវនៅក្នុងផ្ទះទី2បន្ទប់ទឹកនៅក្នុងផ្ទះហើយតោងនៅចំហៀងខាងនេះហើយនៅខាងក្រោយនឹងទៅទៀតមិនទី3ទំហំបាទបន្ទប់ទឹកដែលត្រូវស្តង់ដារបំផុតនោះគឺជាការ៉េ2ម៉ែត្រ4ជ្រុងបាទមានផ្ទៃកាឡា4ម៉ែត្រការ៉េទី4នោះទ្វារបន្ទប់ទឹកតោងមានទំហំ89សង់ទីម៉ែត្រគុណនឹង120សង់ទីម៉ែត្រមានមុខទ្វារទៅតឹងផ្ទះมันអាចបែរមុខទៅខាងមុខផ្ទះឬក៏มันអាចបែរមុខទៅខាងក្រៅផ្ទះបានទេទី4បាទផ្ទៃនៃផ្ទៃបាតនៃបន្ទប់ទឹកនោះបាទត្រូវទៀបជាងផ្ទៃហើយនៃផ្ទះបាយនោះគឺ10សង់ទីម៉ែត្រស្មើនឹង1តឹកបាទសន្តានទ្រង់ទ្រាយទីតាំងដ៏សំខាន់បំផុតរបស់បន្ទប់ទឹកគឺត្រូវនៅទល់មុខគ្នានឹងផ្ទះបាយបាទព្រោះអីផ្ទះបាយវាជាកន្លែងច្នៃប្រឌិតហុងស៊ុយដែលមកពីខាងក្រៅមកច្នៃប្រឌិតទៅជាស្បៀងបាទសល់ប្រមាណវាคล้ายទៅជាទ្រព្យគឺបញ្ចូលទៅក្នុងឃ្លាំងគឺបញ្ចូលឃ្លាំងមានន័យថាបន្ទប់ទឹកនេះជាឃ្លាំងសម្រាប់ផ្ទុកទ្រព្យទី5ចានបង្គន់ត្រូវដាក់ទៅតឹងផ្ទះមានន័យថានៅពេលដែលគាត់ចូលទៅបោះជើងបាទអង្គុយទៅបែរមុខទៅតឹងផ្ទះមានន័យថាបែរមុខទៅរកទ្វារបន្ទប់ទឹកបាទហើយនៅក្បែរចានបង្គន់នោះត្រូវមានធុងទឹកមួយមានទឹកជានិច្ចទី7កន្លែងងូតទឹកលោកអ្នកដាក់ជាអាងទឹកក្តីដាក់ជាផ្កាឈូកក្តីប៉ុន្តែរៀបចំយ៉ាងណាឲ្យពេលងូតទឹកនោះបែរមុខទៅមុខផ្ទះបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា